ម៉ែវីចាពុកវីអូនណាអស់រយៈពេល9 ខែ 10 ថ្ងៃដែលស្រីនឹងពោផ្ទៃបងពិតជានឹកស្រណោះនឹងអាណិតដល់រូបអូននឹងកូនណាអូនណាទោះបីជាប្តីខំបំពេញនៅកិច្ចការងារទាំងឡាយណាទោះហាលក្តៅហាលភ្លៀងរងីញញែកយ៉ាងណាក៏ដោយក៏ប្តីមិនដែលត្អូញត្អែមួយម៉ាត់ណាឡើយនៅក្នុងចិត្តគឺសុំត្រឹមឲ្យអូនហើយនឹងកូននាងបាននៅសេចក្តីសុខអូនណាពេលដែលប្តីសម្លឹងឃើញអូនម្ដងចាប់តាំងអំពីការដើរការដេកការឈរអង្គុយសពនៅកិច្ចការទាំងឡាយអូនលំបាកណាស់អូននឿយណាស់តែអូនណាប្តីមិនដឹងថាជួយអូនដោយវិធីណាបងបានត្រឹមតែការសម្លឹងហើយនឹងផ្ដល់នូវភាពកក់ក្ដៅឲ្យអូនហើយនឹងកូនតែប៉ុណ្ណោះអូនណាថ្ងៃនេះកូនរបស់យើងបានកើតមកហើយណាអូនណាអារម្មណ៍ដ៏ហត់នឿយទាំងអំបានហាក់បីដូចជាធូរស្រាលនៅក្នុងចិត្តអូប្រពន្ធសម្លាញ់បណ្ដូលចិត្តសូមនាងអាណិតជ្រៀងបំពេកូនយើងឲ្យកូនប្រុសកូនស្រីយើងគេងលក់ណាអូនណាកូនប្រុសកូនស្រីកូនណាកូនកេងទៅណាគុំយំណាចាំម្ដាយបំពេកូនណាស្រណោះម្ដាយថ្នមពីបីតតឹងលើកដាក់មកអរឹងដៃម៉ែទាញខ្សែកូនយករកម៉ែម្ដាយស្ទុំថ្នមបំពេលើកស្រីបញ្ចុកដំអោណាម្ដាយទ្រាំកូនណាដេកលើភ្លើងក្តៅមុខម៉ែស្រមកម៉ែនៅតែថ្នមញើហើយនឹងឈាមគិតទៅវត្តម្ដាយជុំ
ស្រីអើយម្ដាយគុំអើយម្ដាយហើយអោណាម្ដាយទ្រាំក៏ណាពីបីតតឹងលើកណារឹងម្ដាយបំពេស្រីឲ្យកូនគេលក់បានសុខរាល់ថ្ងៃកូនធំហើយដឹងក្តីម៉ែឲ្យទៅសឹកសាអោណាម្ដាយទិញកូនណាថោអាវសំពុតកូនស្រីម្ដាយអោក្រមាអោណាម្ដាយទិញគ្រឿងអលង្ការកូនពៅអើយម្ដាយអើយបំពេញអចិត្តណាកូនអើយឥឡូវកូនធំកូនណាកូនគ្រប់វ័យការពុកម៉ែកាត់នៅខាន់ស្លាងបំពេញលក្ខស្រីធីតាកូនអើយណាពៅពិសីកូនស្រីអើយម្ដាយចាំស្ដាប់តម្លៃខាន់ស្លាណាហាកូនប្រុសស្រីចាំស្ដាប់តម្លៃនៅខាន់ស្លា